ភាគទី4តាក់ទាញខ្ញុំឲ្យដូចតាក់ទាញប្រុសម្នាក់នោះ5ឆ្នាំមុននាងបានដេកជាមួយគេដោយក្តីស្រឡាញ់និងការពេញចិត្តនាងមិនព្រមទទួលរបស់អីពីគេព្រោះគិតថាខ្លួនឯងជាគូស្នេហ៍មិនមែនស្រីបម្រើអារម្មណ៍5ឆ្នាំក្រោយមកគេគុំគូនដែលត្រូវនាងបោះបង់ទើបញាត់ញៀនឋានៈស្រីបម្រើអារម្មណ៍របស់គេឲ្យនាងមែនទេឲ្យនាងបានដឹងថានាងមិនធ្លាប់ជាអ្វីដែលលើសពីរបស់លេងនៅលើគ្រែដែលគេអាចទិញបានដោយប្រាក់ខ្ញុំនាងក្រមុំសឹងតែបដិសេធទៅហើយបើគេមិននិយាយដោយពាក្យសម្ដីមានប្រៀបជាងតែបើនាងមិនព្រមខ្ញុំនឹងយកគេចូលគុកយ៉ាងមិនដែរទឹកមុខនិងពលឺភ្នែកនៃចុងប្រយោគនេះបង្ហាញឲ្យឃើញពីការគំរាមនាងហ៊ានទទួលទេនាងក្រមុំឃើញទឹកមុខរបស់មហាសេដ្ឋីហើយក៏ដឹងភ្លាមថាគេមិនព្រមទទួលយកសំណើគ្រប់យ៉ាងរបស់នាងអ្វីដែលគេត្រូវការគឺអ្វីដែលគេដាក់សំណើឲ្យនាងទៅវិញទេហើយបើនាងចង់ជួយ Peter ចម្លើយរបស់នាងមានតែមួយម៉ាត់គត់បើណាក្តាប់ដៃតែងការជឿចាប់នៅត្រង់បាតដៃកាត់ឡើងដោយសារតែក្រចកមុតសាច់ធ្វើឲ្យនាងមានស្មារតីជានិច្ចនាងមើលមកគេមិនដាក់ភ្នែកទប់អារម្មណ៍ទាំងអស់របស់ខ្លួនឲ្យតែមានការយល់ព្រមគ្មានបេះដូងរវាងនាងនិងគេទៅគ្រប់គ្រាន់ហើយខ្ញុំយល់ព្រមប៉ុន្តែ Eden Anderson ក៏បំផ្លាញចេតនារបស់នាងក្នុងមួយព្រឹកភ្នែកដោយការកុហកតែខ្ញុំមិនទាន់យល់ព្រមលោកចម្លើយអមលើស្នាមញញឹមរបស់ Eden ធ្វើឲ្យនាងហឹងត្រចៀកព្រើលភ្នែកដោយទោសៈដែលរត់ច្រាស់ច្រាលពេញរាងកាយលោកចង់ក្លាស់សម្ដីនាងសួរខ្សឹបពេលនេះអារម្មណ៍ដែលមានច្រើនជាងខឹងគឺឈឺចាប់បរោះនៅចំពោះមុខជាប់ធ្លាយនាងមិនឲ្យនៅសេសសល់គេរយូរលុនទួលលុតជង្គង់លុនទួលគេក៏នាងធ្វើហើយប៉ុន្តែគេបង្កប់បង្ខំតតែសំបំណងឲ្យបែរជាកុហកនាងទៅវិញនាងខឹងដល់ថ្នាក់ចេញផ្សែងតាមត្រចៀកស្ទើរតែហក់ទៅផ្ទះតបរាងកាយនៅចំពោះមុខឲ្យឈឺចាប់ដូចគ្នាប៉ុន្តែបានត្រឹមតែកាត់ពេល Eden Anderson និយាយដោយសំឡេងកាចសឹងតែជាការកំហុសតាក់ទាញខ្ញុំទៅចាបើណាសម្រាប់អារម្មណ៍មិនទាន់តាមតម្រូវការរបស់អ្នកកំឡោះក៏តែខ្លួនឯងស្ដាប់ច្រឡំធ្វើឲ្យខ្ញុំទន់ចិត្តដាក់នាងឲ្យបានសិនទៅបើធ្វើបានទៅយល់ព្រមតាក់ទាញខ្ញុំធ្វើឲ្យខ្ញុំចង់ឡើងក្រែជាមួយនាងដូចតែនាងធ្វើដាក់អាម៉ាស៊ីតនោះនាងក្រមុំនិយាយដោយការងឿងឆ្ងល់ដែលការនិយាយកាត់នេះធ្វើឲ្យ Eden មានទឹកមុខរើកំព្រឹសគេស្ទើរ